រឿងព្រះនាងនិងផ្កាកុលាបប្រាក់នៅក្នុងព្រះរាជាណាចក្រអូខេវិនមានព្រះនាងអាម៉ារ៉ាដែលល្បីល្បាញខាងស្រឡាញ់ធម្មជាតិខណៈដែលបុត្រីដតីចូលចិត្តសម្លៀកបំពាក់សូត្រនាងចូលចិត្តពាក់ស្រោមដៃដាំផ្កានៅព្រឹកព្រលឹមមួយនាងបានរកឃើញផ្កាកុលាបមួយទងធ្វើពីប្រាក់សុទ្ធដែលចែងចាំងខុសពីធម្មតាហើយវាហាក់ដូចជាមានសំឡេងតន្ត្រីតិចៗចេញពីស្រទាប់ផ្ការបស់វាកុំប៉ះវាអីសោះម្ចាស់ស្ត្រីលីរ៉ាដែលជាភីលៀងដ៏ឆ្លាតវៃបានព្រមាននោះគឺជាផ្កាកុលាបចន្ទ្រាវាដុះតែនៅកន្លែងណាដែលមានស្រមោលរបស់មេធ្មប់ម៉ាឡាកោប៉ុណ្ណោះវាគឺជាអន្ទាក់សម្រាប់អ្នកដែលចង់ដឹងចង់ឃើញអាម៉ារ៉ាមានភាពរុញរានៅក្នុងចិត្តប៉ុន្តែសម្រស់ផ្កានោះបានទាក់ទាញចិត្តនាងរហូតទប់មិនបាននៅពេលដែលម្រាមដៃរបស់អាម៉ារ៉ាប៉ះនឹងស្រទាប់ផ្កាប្រាក់ស្រាប់តែសួនច្បារប្រែជាត្រជាក់ស្រេបសែងខ្មៅបានប្រមូលផ្ដុំគ្នាคล้ายជារូបរាងមេធ្មប់ម៉ាឡាកោឯងហ៊ានប៉ះរបស់របរអញគាត់បានស្រែកឡើងគាត់មិនបានសម្លាប់នាងទេប៉ុន្តែគាត់បានឆក់យកពន្លឺចេញពីបំពង់ករបស់អាម៉ារ៉ារួចបង្ខាំងសម្លេងរបស់នាងទុកក្នុងផ្កាប្រាក់នោះហើយក៏បាត់ខ្លួនទៅឥឡូវនេះអាម៉ារ៉ាคล้ายជាមនុស្សគោនាងមិនអាចនិយាយឬស្រែកបានឡើយលីរ៉ាបានទាញចង្គៀងនិងដាវរួចពោលថាយើងត្រូវទៅព្រៃស្រមោលខ្ញុំមិនទុកឲ្យមេធ្មប់ចិត្តអាក្រក់នោះយកសម្លេងរបស់ព្រះនាងទៅបានទេពួកគេទាំងពីរបានលួចចេញពីវាំងឆ្ពោះទៅរកព្រៃដ៏ខ្មៅងងឹតនៅក្នុងព្រៃដើមឈើដែលមានមែកដូចជាក្រញ៉ៅសត្វព្យាយាមចាប់ពួកគេភ្លាមនោះមានពន្លឺដាវមួយកាប់មែកឈើទាំងនោះចេញបុរសម្នាក់ពាក់អាវក្រោះចាស់និងពាក់ស្រោមមុខដែកបានបង្ហាញខ្លួនខ្ញុំឈ្មោះខេលគាត់និយាយដោយសំឡេងស្អកខ្ញុំកំពុងតាមរកមេធ្មប់ដែលបានប្លន់យកមុខមាត់និងរាជបល្ល័ង្កអើបខ្ញុំខេលបានឃើញស្រទាប់ការប្រាក់ដែលអាម៉ារ៉ាកាន់នៅក្នុងដៃវាហាក់ដូចជាត្រីវិស័យដែលចង្អុលបង្ហាញផ្លូវទៅកាន់ប៉មរបស់ម៉ាឡាកោយើងមានសត្រូវតែមួយខេលនិយាយដែលមានការយល់ដឹងរបស់អាម៉ារ៉ាផែនទីរបស់លីរ៉ានិងដាវរបស់ខេលពួកគេបានធ្វើដំណើរចូលទៅក្នុងទីងងឹតបំផឹកដែលពន្លឺព្រះអាទិត្យមិនអាចទៅដល់ពួកគេបានទៅដល់ប៉មខ្ពស់មួយដែលមើលទៅដូចជាធ្មេញយក្សដុះចេញពីដីម៉ាឡាកោឈរនៅលើកំពូលប៉មហើយសើចចំអោកថាព្រះនាងកោព្រះអង្គម្ចាស់ដែលបាត់បង់កិរិយុទ្ធនិងក្មេងស្រីធម្មតាម្នាក់គាត់បានសូត្រមន្តបង្កើតជារូបភាពបំភ្លឺធ្នែកដើម្បីបំបែកបំបាក់ពួកគេទាំង3ដើម្បីចូលក្នុងប៉មបានពួកគេត្រូវបាំងថ្លៃទ្វារប៉មបានខ្សឹបប្រាប់ផ្កាកុលាបត្រូវការឈាមចេញពីបេះដូងឬភាពស្ងប់សុខនៃផ្លូវចិត្តខេលរៀបនឹងលាក់បាំងការចងចាំងទាំងអស់របស់គាត់ដើម្បីជួយអ្នកដទៃប៉ុន្តែអាម៉ារ៉ាបានហាមឃាត់គាត់នេះដឹងថាផ្កានេះមិនមែនជាវត្ថុអាក្រក់ទេវាគ្រាន់តែជាអ្នកតោះមួយដូចពួកគេដែរអាម៉ារ៉ាបានកាន់ផ្កាប្រាក់ចេញពីជើងទុនជំនួសឲ្យយកកម្លាំងប្រយុទ្ធនាងបានយកក្តីស្រឡាញ់ដែលនាងមានចំពោះធម្មជាតិនាងមិនបានយកដាវប៉ុន្តែបានយកសេចក្តីសប្បុរសដែលនាងមានចំពោះធម្មជាតិនាងយំដោយក្តីអាណិតចំពោះសម្រស់ផ្កាដែលត្រូវគេបង្ខាំងហើយទឹកភ្នែករបស់នាងបានคล้ายជាសោពណ៌ស្រស់នៃផ្កាក៏ប្រែទៅជាពណ៌ឈ្មพูដ៏ស្រស់ស្អាតវិញពន្លឺដែលផាយចេញពីផ្កាបានគំထိកមន្ត្រីកម្មរបស់ម៉ាឡាកោរួចប្រែរូបគាត់ទៅជាតុក្កតាថ្មដាំក្នុងសួនច្បារសំឡេងរបស់អាម៉ារ៉ាបានត្រឡប់មកវិញកាន់តែពីរោះជាងមុនស្រោមមុខរបស់ខេលបានរលាយបាត់បង់បង្ហាញឲ្យឃើញថាជាព្រះអង្គម្ចាស់ដ៏សង្ហាពួកគេទាំងអស់បានត្រឡប់មកកាន់ពន្លឺថ្ងៃបង្ហាញថាសូម្បីតែផ្កាប្រាក់ដែលត្រជាក់ស្រជុំក៏អាចរីកជាជីវិតថ្មីបានដោយសារសេចក្តីស្រឡាញ់